ខ្ញុំបានមកដល់វិមានលោក Reginald នៅពេលដែលព្រះអាទិត្យលិចនេះជាពេលដែលកម្មវិធីល្បែងមួយត្រូវបានចាប់ផ្ដើមខ្ញុំបានទទួលការអញ្ជើញតាម page សម្រាប់ព្រឹត្តិការណ៍ល្បែងប្រណាំងជាមួយរង្វាន់ទឹកប្រាក់ដ៏ច្រើនខ្ញុំកំពុងធ្លាក់លើបំណុលការសិក្សាដូច្នេះមិនអាចបដិសេធបានទេនៅពេលដែលបើកទ្វារបរិះចាស់ម្នាក់ឈរយ៉ាងខ្ពស់បានទទួលយ៉ាងរាក់ទាក់គាត់ណែនាំខ្លួនថាគាត់ឈ្មោះ Reginald ហើយនាំខ្ញុំចូលទៅខាងក្នុងអ្នកលេងពីរនាក់ទៀតគឺ Helvin និង Jackson បានមកដល់មុនហើយ Helvin មានអាយុប្រហែលខ្ញុំជាង20ឆ្នាំឯ Jackson មើលទៅជាមនុស្សដែលមានវ័យ30ឆ្នាំជាងហាក់ដូចជាមិនសូវមានសុខភាពល្អខ្ញុំដឹងថាខ្ញុំមានឱកាសឈ្នះច្រើនលោក Reginald នាំយើងទៅកាន់បន្ទប់បរិភោគអាហារដ៏ធំដែលមានម្ហូបបាយពេញលើតុក្នុងពេលញ៉ាំខ្ញុំសម្គាល់ឃើញអ្នកលេងពីរនាក់នោះមានភាពញ័រតើនេះគ្រាន់តែជាការលេងល្បែងសប្បាយៗមែនទេនៅពេលដែលបញ្ចប់អាហាររបស់លោក Reginald ពួកយើងបានក្រោកឈរពីលើតុហើយពន្យល់ក្បួននៃការលេងល្បែងមួយនេះលោកបានរៀបចំល្បែងប្រណាំងដែលយកគំរូពីល្បែងកុមារភាពរបស់ពួកយើងបន្ទាប់ពីជុំទី1អ្នកលេងនឹងត្រូវឈ្នះអាចបន្តទៅវេនបន្តទៀតលោកបញ្ជាក់ថាมันមានល្បិចណាមួយទេតែខ្ញុំមិនជឿទេមានអារម្មណ៍ថាលោកកំពុងមានលបាយកលជាមួយយើងលោក Reginald នាំយើងទៅកាន់បន្ទប់ឈប់នឹងហើយបានបញ្យល់ពីហ្គេមដំបូងគឺមានឈ្មោះថាហ្គេមដេញចាប់ឬក៏ពូនសញ្ញេវាជាល្បែងដែលខ្ញុំធ្លាប់លេងញឹកញាប់កាលពីនៅវិទ្យាល័យលោក Reginald សួរថាអ្នកណាចង់ធ្វើជាអ្នកចាប់ខ្ញុំក៏លើកដៃភ្លាមព្រោះខ្ញុំគិតថាមានសមត្ថភាពចាប់គេបានលឿនបំផុតបរិះនោះយកប្រអប់ខ្មៅមួយចេញមកហើយជូនវាមកខ្ញុំពេលអ្នកពាក់វាគាត់និយាយថាការចាប់ផ្ដើមពេលវេលាមានតែ15នាទីប៉ុណ្ណោះដែលធ្វើឲ្យវាកកខ្ញុំក៏ឆ្ងល់ពេលបើកប្រអប់នោះមានស្រោមដែកខ្មៅមួយដែលមានខ្សែនិងបន្ទះដែកប្រហែលជាថ្លៃណាស់មើលទៅខ្ញុំដកស្រោមដែកលើដៃខ្ញុំអ្នកលេងដទៃទៀតរត់ចេញពីបន្ទប់ភ្លាមដំបូងស្រោមដែកនេះហាក់ដូចជាធម្មតាប៉ុន្តែមួយផ្លេតក្រោយមកវារត់តែតឹងនឹងជាប់កដៃខ្ញុំមិនអាចដោះវាចេញបានទេហើយដៃខ្ញុំចាប់ផ្ដើមកកបន្តិចម្ដងហើយមានអារម្មណ៍ថារងាវខ្លាំងខ្ញុំសាកប៉ះជញ្ជាំងទឹកកកកើតភ្លាមលើជញ្ជាំងលោក Reginald បានប្រាប់ទៀតថាល្បែងពូនសញ្ញេនេះគឺជាការល្បែងដែលមិនមែនល្បែងធម្មតានោះទេទៅលោក Reginald បង្ខំខ្ញុំពេលវេលាកំពុងតែដើរហើយខ្ញុំមានតែពេល15នាទីតែប៉ុណ្ណោះខ្ញុំចាប់ផ្ដើមដើរតាមផ្លូវដែលពួកគេទៅអំបញ្ញមិញដើរយឺតដើម្បីកុំឲ្យគេឮសំឡេងជើងរបស់ខ្ញុំព្យាយាមស្ដាប់សូរសំឡេងរបស់ពួកគេដែលធ្វើចលនាប៉ុន្តែវិមាននោះពិតជាស្ងប់ស្ងាត់ដូចជាភ្នោខ្មោចណាស់ពេលខ្ញុំបត់ទៅជ្រុងម្ខាងទៀតខ្ញុំបានបង្កើតល្បឿនដៃខ្ញុំឈឺរហូតដល់ស្ទុកអស់មួយជារៀងដៃនឹងវាកាន់តែត្រជាក់ឡើងគ្រប់វិនាទីដល់ពេលដែលខ្ញុំពាក់វាខ្ញុំព្យាយាមទាញខ្សែចេញដែរប៉ុន្តែស្រោមដៃនោះកាន់តែរត់ដៃខ្ញុំជាងមុនពេលនោះខ្ញុំដឹងថាស្រោមដៃនេះមិនអាចដោះចេញបានទេនៅពេលនោះហើយខ្ញុំចាប់ផ្ដើមភ័យខ្ញុំពាក់ស្រោមដៃនេះមិនទាន់1នាទីផងហើយឈឺរហូតដល់អាចស្លាប់បានបើខ្ញុំនៅតែពាក់វាអស់15នាទីខ្ញុំប្រកាសជាកកឈាមស្លាប់ចំណុចតែមួយគត់របស់ខ្ញុំគឺត្រូវរកអ្នកលេងដទៃហើយបញ្ចប់ហ្គេមនេះឲ្យបានលឿនផ្លូវមួយនោះបាននាំខ្ញុំទៅដល់បណ្ណាល័យធំមួយដែលមានសៀវភៅរាប់ពាន់លានក្បាលនិងគ្រឿងសង្ហារឹមជាច្រើនមានកន្លែងលាក់ច្រើនដូច្នេះខ្ញុំសន្មតថាយ៉ាងហោចណាស់មានអ្នកលេងម្នាក់នៅទីនេះខ្ញុំបានរកឃើញ Jackson យ៉ាងឆាប់រហ័សដែលកំពុងតែលាក់ខ្លួននៅក្រោមតុវាជាកន្លែងលាក់ខ្លួនល្អប៉ុន្តែខ្ញុំឃើញគាត់ហើយគាត់គ្មានផ្លូវគេចវេះទេគាត់ជាប់អន្ទាក់នៅទីនោះហើយអ្វីដែលខ្ញុំត្រូវធ្វើពេលនោះគឺប៉ះគាត់ដោយស្រោមដៃកុំគាត់ស្រែកអង្វរសូមកុំដៃខ្ញុំឈឺខ្លាំងមែនទែនខ្ញុំមានអារម្មណ៍ថាម្រាមដៃហាក់ដូចជានឹងកកនៅក្នុងចិត្តខ្ញុំដឹងថាបើខ្ញុំប៉ះគាត់ស្រោមដៃនេះនឹងធ្វើអ្វីមួយអាក្រក់វាមិនមែនជាហ្គេមធម្មតាទេវាពិតជាគ្រោះថ្នាក់ណាស់ប៉ុន្តែខ្ញុំមិនអាចទ្រាំនឹងការឈឺចាប់បានទេខ្ញុំត្រូវតែប៉ះគាត់ខ្ញុំលាតដៃទៅមុខហើយចុចម្រាមដៃនៅលើថ្ពាល់គាត់ស្រែកដោយសេចក្តីឈឺចាប់យ៉ាងខ្លាំងហើយពេលខ្ញុំដកស្រោមដៃចេញទឹកកកបានរីករាលដាលលើថ្ពាល់របស់គាត់ដៃខ្ញុំអើយសូមអរគុណព្រះជាម្ចាស់ដែលវាមិនឈឺទៀតទេពេលនោះខ្ញុំមានអារម្មណ៍ថាការត្រជាក់ទាំងបានផ្ទេរទៅ Jackson
ខ្ញុំគិតថាគាត់គ្រាន់តែមានស្នាមកកលើមុខប៉ុន្តែពេលខ្ញុំមើលទៅដោយសេចក្តីភ័យខ្លាចបែករបស់គាត់កំពុងតែផុយដូចជាបំណែកដែលកកក្នុងរយៈពេលប្រមាណវិនាទីគាត់ក៏បានងាកមុខទៅហើយក៏ស្លាប់ស្រោមដៃដែលខ្ញុំកំពុងពាក់ក៏បានរអិលចេញពីដៃខ្ញុំហើយធ្លាក់ពីដៃខ្ញុំធ្លាក់ទៅលើឥដ្ឋសំឡេងលោក Reginald ពីលើជញ្ជាំងដែលប្រកាសដោយមេក្រូបាននិយាយថាពេលវេលាអស់ហើយសូមអ្នកដែលលេងល្បែងត្រឡប់ទៅកន្លែងបរិភោគអាហារអំបែងមិញខ្ញុំមើល Jackson ដែលគ្មានជីវិតម្ដងទៀតនៅចុងក្រោយហើយក៏ដើរត្រឡប់មកបន្ទប់បរិភោគអាហារវិញល្បែងនេះមិនត្រឹមត្រូវទេខ្ញុំមិនត្រូវតែគេចចេញពីទីនេះមុននឹងខ្ញុំត្រូវស្លាប់ដូច Jackson ពេលខ្ញុំមកដល់បន្ទប់បរិភោគ Heaven កំពុងរងចាំអ្នកចាប់បានគេហើយនៅគាត់សួរបាទខ្ញុំឆ្លើយគាត់បានចាក់ចេញពីហ្គេមនេះហើយខ្ញុំមិនប្រាប់គាត់ថាគាត់ស្លាប់នៅបន្ទប់ផ្សេងទេ Heaven មើលខ្ញុំដោយសង្ស័យគាត់ដឹងថាខ្ញុំដូចជាលាក់បាំងអ្វីមួយយ៉ាងហើយលោក Reginald ចូលមករកយើងញញឹមយ៉ាងខ្លាំងហាក់ដូចជានៅសល់តែ2នាក់ត្រៀមខ្លួនសម្រាប់ចំទី2ហើយនៅគ្នាយើងខ្ញុំបើកមាត់ដើម្បីបដិសេធប៉ុន្តែមុនខ្ញុំនិយាយ Heaven ស្រែកឡើងខ្ញុំត្រៀមហើយល្អលោក Reginald ឆ្លើយព្រោះខ្ញុំបានសម្រេចចិត្តបង្កើតរង្វាន់ទៅជាង$2 លាននេះជាឱកាសចុងក្រោយសម្រាប់អ្នកក្នុងការចាក់ចែងខ្ញុំដឹងថាខ្លួនគួរតែចេញប៉ុន្តែគំនិតខ្លះជាស្ថិរមិនអាចបដិសេធបានទឹកនេះខ្ញុំមានអារម្មណ៍ថាខ្ញុំមានគុណសម្បត្តិជាង Heaven ខ្ញុំដឹងថាគ្រោះថ្នាក់ពិតជាមានពិតឯគាត់មិនដឹងទេថាមានគ្រោះថ្នាក់នៅក្នុងហ្គេមនេះខ្ញុំងក់ក្បាលយ៉ាងយឺតតោះយើងបន្ត